ការហាមចូលការហាមនាំចូលទំនិញ12ប្រភេទរបស់ឥណ្ឌូនេស៊ីកំពុងគំរាមកំហែងដល់ការនាំចេញរបស់ថៃបទបញ្ញត្តិថ្មីរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីដែលហាមឃាត់នាំចូលផលិតផលចំនួន12មុខនឹងបានចូលជាធរមានចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2026កំពុងក្លាយជាកង្វល់ថ្មីសម្រាប់ការនាំចេញរបស់ប្រទេសថៃវិធានការនេះត្រូវបានគេមើលឃើញថានឹងជះផលប៉ះពាល់ខ្លាំងដល់ការនាំចេញទំនិញយុទ្ធសាស្ត្ររបស់ថៃដូចជាស្ករសនិងអង្ករដែលថៃធ្លាប់នាំចេញទៅកាន់ប្រទេសនេះក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់និយាយតាមការចុះផ្សាយរបស់កាសែត The Nation តទៅនេះក្រុមការងារលំអិតនេះដូចតទៅផ្អែកលើរបាយការណ៍ពីការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងសាកាតា ប្រទេសឥណ្ឌូនេស៊ីបទបញ្ញត្តិស្តីពីទំនិញត្រូវបានហាមនាំចូលដែលបានចូលជាធរមានកាលពីថ្ងៃទី1ខែមករាមានគោលដៅចម្បងដើម្បីការពារកសិករនិងឧស្សាហកម្មក្នុងស្រុកវិធានការដែលគ្របដណ្ដប់លើទំនិញចំនួន12ប្រភេទនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃទៅកាន់ប្រទេសឥណ្ឌូនេស៊ីជាពិសេសការនាំចេញស្ករសអង្ករម៉ាស៊ីនត្រជាក់និងទូទឹកកកដែលថៃធ្លាប់នាំចេញទៅកាន់ប្រទេសនេះយ៉ាងច្រើនសន្ធឹកសន្ធាប់តែម្ដងរបាយការណ៍ខាងលើបានបង្ហាញថាចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ2025ប្រទេសថៃបាននាំចេញស្ករសទៅកាន់ប្រទេសឥណ្ឌូនេស៊ីមានតម្លៃរហូតដល់ជាង$725លានអាមេរិកនិងបាននាំចេញអង្ករទៅកាន់ប្រទេសនេះរហូតដល់ជាង1.3 លានតោនដែលធ្វើឲ្យការហាមនាំចូលរបស់ឥណ្ឌូនេស៊ីនេះបានក្លាយជាកង្វល់ដ៏ធំរបស់អ្នកនាំចេញថៃគិតត្រឹមឆ្នាំ2025ឥណ្ឌូនេស៊ីមានស្តុកអង្ករប្រហែល3.5 លានតោនដែលគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុកទោះជាយ៉ាងណាក៏ដោយបើតាមសមាគមម៉ាស៊ីនត្រជាក់និងទូទឹកកករបស់ថៃចំពោះការហាមឃាត់ការនាំចូលធាតុត្រជាក់មួយចំនួនរបស់ឥណ្ឌូនេស៊ីទំនងជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ថៃនោះទេព្រោះសារធាតុទាំងនោះត្រូវបានហាមឃាត់ផលិតនិងលក់នៅក្នុងប្រទេសថៃរួចទៅហើយគូបញ្ជាក់ថាការផ្លាស់ប្ដូរនៅគោលនយោបាយពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីនេះកំពុងបង្ខំឲ្យអ្នកនាំចេញរបស់ថៃត្រូវតាមដានយ៉ាងយកចិត្តទុកដាក់និងស្វែងរកទីផ្សារថ្មីៗបន្ថែមដើម្បីបង្ការហានិភ័យសេដ្ឋកិច្ច